បងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ឮគេនិយាយថាយើងផ្លាស់ប្ដូរការគិតជីវិតរបស់យើងនឹងផ្លាស់ប្ដូរប៉ុន្តែបងប្អូនប្រកាសជាឆ្ងល់ហើយធ្វើម៉េចទៅជាងអាចផ្លាស់ប្ដូរការគិតនឹងបានយើងឮយើងដឹងប៉ុន្តែយើងធ្វើអត់បានទេអញ្ចឹងការផ្លាស់ប្ដូរការគិតគឺចាប់ផ្ដើមពីយើងត្រូវយល់និងដឹងថាខ្លួនឯងគិតអីជាមុនសិនបើយើងអត់ដឹងថាខ្លួនឯងគិតអីផងយើងនឹងផ្លាស់ប្ដូរខ្លួនឯងមិនទៅអញ្ចឹងទីមួយបងប្អូនត្រូវតែតាមដានខ្លួនឯងថាមួយថ្ងៃនឹងយើងគិតអីគេទេបានជីវិតរបស់យើងនៅដដែលតែខួរក្បាលយើងនឹងគិតពីអីច្រើនជាងគេតែស្អីវាចោះមកតាមដានខ្លួនឯងឲ្យដឹងសិនមកពេលខ្លះយើងតែគិតងប់ងល់ទៅរឿងមួយខ្លាំងជាងគេមកមនុស្សជាសូម្បីតែខ្ញុំណាពេលដែលធ្វើការខ្លាំងក៏ខ្ញុំគិតតែពីការងារហ្នឹងឡើងខួរក្បាលហ្នឹងធ្វើអីក៏គិតតែពីការងារដែរទៅរៀនខ្វល់តែពីរៀនគិតតែពីរៀនរហូតដល់យើងកើតទៅជា stress អញ្ចឹងដល់ពេលដែលយើងគិតច្រើនពេកគឺយើងនឹងគាំងទៅលើការគិតរកអីល្អស្រកខ្លួនអត់ឃើញទេយើងសេវាចោលមកតែសេមកថាយើងគិតអីខ្លះក្នុងមួយថ្ងៃបន្ទាប់មកតើយើងចង់បានអីគេក្នុងជីវិតយើងចង់ផ្លាស់ប្ដូរអីគេទៅសេអីដែលយើងចង់បានមកអញ្ចឹងចាប់ផ្ដើមបដូរពីអីដែលយើងគិតរាល់ថ្ងៃហ្នឹងដាក់អីដែលយើងចង់បានឧទាហរណ៍ថាពីមុនមកយើងតែគិតថា stress នឹងការងារហ្នឹងស្មុគស្មាញធ្វើអត់ចេញទេយើងដូរវាថាការងារហ្នឹងយើងធ្វើហើយជោគជ័យហើយគ្រប់យ៉ាងដំណើរការទៅល្អមែនទែនយើងគាត់តែបដូរការគិតអារម្មណ៍របស់យើងក៏ផ្លាស់ប្ដូរនៅពេលដែលយើងសប្បាយចិត្តយើងនឹងមើលឃើញលទ្ធផលល្អជាងមុនយើងនឹងរកឃើញដំណោះស្រាយទោះបីជារឿងហ្នឹងស្មុគស្មាញក៏អាចរកដំណោះស្រាយឃើញដែរអញ្ចឹងបងប្អូនអាចយកទៅអនុវត្តបានទាំងអស់គ្នា